មីណាសានគុណីជីវ៉ាស្វាគមន៍មកកាន់ថ្នាក់បង្រៀនភាសាជប៉ុននៃក្រុមហ៊ុន GFA ទាំងអស់គ្នាជួបគ្នាជាមួយនាងខ្ញុំនៅថ្ងៃនេះនឹងមកបង្ហាញអំពីសម្ភារៈការិយាល័យជាភាសាជប៉ុនចំនួន5ពាក្យតោះមកសិក្សាទាំងអស់គ្នាពាក្យទី1ポストイット、ពាក្យទី2セロハンテープ、ពាក្យទី3ノート、ពាក្យទី4カラーペン、 និងពាក្យទី5パンチ。តោះចូលដល់អនុវត្តលំហាត់ទាំងអស់គ្នាពាក្យទី1ពាក្យទី2ពាក្យទី3ពាក្យទី4និងពាក្យទី5ចា៎អរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ